តើអំណាចនៃការចាយវាយរបស់ប្រជាពលរដ្ឋខ្មែរបាទមានស្ថានភាពយ៉ាងណាខ្លះក្រោយយោធាថៃបើកការឈ្លានពានមកលើប្រទេសកម្ពុជាជាថ្មីនោះអ្នកជំនាញមើលឃើញថាប្រជាពលរដ្ឋខ្មែរហាក់បីដូចជាមានការរឹតបន្តឹងការចំណាយក្រោយរងការឈ្លានពានពីយោធាថៃជាថ្មីការធ្លាក់ចុះរបស់សេដ្ឋកិច្ចសកលនិងបញ្ហាសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជាជាច្រើនថ្ងៃមកនេះបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនជាពិសេសពលរដ្ឋដែលរស់នៅជាប់ព្រំដែនជាមួយថៃកំពុងប្រឈមមុខនឹងបញ្ហាជីវភាពបាទនេះជាការកត់សម្គាល់របស់អ្នកជំនាញនិងអ្នកតាមដានស្ថានភាពសង្គមដែលបានបន្ថែមទៀតថាអ្នកដែលមានប្រាក់ចំណូលខ្ពស់និងទៀងទាត់ពុំសូវរងផលប៉ះពាល់នោះទេឥឡូវនេះក្រុមការងារសារព័ត៌មាន Digital Cambodia លំអិតលើរឿងរ៉ាវនេះដូចតទៅបាទលោកបណ្ឌិតហុងវណ្ណៈអ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាក៏សម្គាល់ឃើញថាបច្ចុប្បន្នពលរដ្ឋកម្ពុជាមួយចំនួនហាក់រឹតបន្តឹងនិងកាត់បន្ថយការចំណាយរបស់ខ្លួនក្រោយកម្ពុជារងការឈ្លានពានជាថ្មីពីសំណាក់យោធាលំមសង្គ្រាមថៃគួបផ្សំនឹងសេដ្ឋកិច្ចសកលមានកំណើនយឺនតែយ៉ាងណាការចំណាយរបស់ពលរដ្ឋហាក់ចំគោលដៅនិងត្រូវកលៈទេសៈដោយជាការចាយវាយលើការទំនុកបំរុងស្បៀងអាហារដល់ពលរដ្ឋភាគសឹកនិងកងកម្លាំងនៅជួរមុខដែលកំពុងទប់ទល់នឹងការឈ្លានពានរបស់យោធាថៃលោកបណ្ឌិតហុងវណ្ណៈបានបន្ថែមថាស្ថិតនៅក្នុងស្ថានភាពនេះពលរដ្ឋកម្ពុជាដែលមានប្រាក់ចំណូលទៀងទាត់និងប្រាក់ចំណូលមិនសូវទៀងទាត់ពិសេសពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាដើម្បីទប់ទល់ការលំបាកនៅក្នុងអន្តរកាលនេះអញ្ចឹងយើងរៀបចំកញ្ចប់ថវិកាគ្រួសារហ្នឹងគឺចាយវាយតែទៅលើកិច្ចការដែលចាំបាច់សំខាន់ហើយស្របពេលវេលានេះយើងដឹងហើយថាប្រជាពលរដ្ឋខ្មែរយើងមានពិធីបន់ផងហើយស្របជាមួយនឹងមានមង្គលការច្រើនទៅទៀតបាទអញ្ចឹងរឹតតែបន្ថែមចំណាយហ្នឹងមកខ្ទង់ធំទៅទៀតអញ្ចឹងចំណុចហ្នឹងដែលរឹតតែឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងហ្នឹងប្រុងប្រយ័ត្ននៅការចាយវាយរបស់ខ្លួនអញ្ចឹងការចាយវាយដែលអត់មានសូវមានផលប្រយោជន៍ហើយមិនចំគោលដៅអានឹងយើងគួរមានការប្រុងប្រយ័ត្នចំពោះគេប្រជាពលរដ្ឋមួយផ្នែកដែលគាត់មានចំណូលច្រើនមិនបញ្ហាទេបាទគេមានចំណូលថេរឬក៏ចំណូលគេកើនជាប្រកបដោយភាពអានឹងគឺគាត់នៅមានការចាយវាយអានឹងនៅក្នុងការចាយវាយដែលជំរុញសកម្មភាពសេដ្ឋកិច្ចសង្គមអានឹងជារឿងធម្មតាទេអ្នកដែលមានលទ្ធភាពចាយវាយទៅតាមបែបបទប្រកបដោយចំណែកប្រជាពលរដ្ឋមួយចំនួនយើងត្រូវមានការគិតគូរឲ្យបានច្រើនបន្តិចដើម្បីទប់ទល់នឹងស្ថានភាពបច្ចុប្បន្នភាពនៃសង្គមក៏ដូចជាស្ថានភាពនៃពិភពលោកផងដែរដោយឡែកលោកបណ្ឌិតប៉ាច័ន្ទរឿនអ្នកជំនាញផ្នែកទស្សនវិជ្ជាអប់រំនិងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាសង្កេតឃើញថានៅមួយរយៈចុងក្រោយនេះពលគឺចាប់តាំងពីយោធាថៃបើកការឈ្លានពានមកលើកម្ពុជាសកម្មភាពលក់ដូរមួយចំនួនហាក់មានការថមថយជាងមុនការនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថាអាចដោយសារពលរដ្ឋកាត់បន្ថយការចំណាយដែលមិនមានភាពចាំបាច់ទន្ទឹមនឹងនេះលោកអំពាវនាវឲ្យពលរដ្ឋត្រូវគិតគូរឲ្យបានល្អិតល្អន់លើការប្រើប្រាស់ថវិកាក្នុងពិធីមួយចំនួនឬអាចកាត់នៅចំណែកណាមួយដើម្បីជួយដល់ពលរដ្ឋភាគសឹកនិងកងកម្លាំងដែលរងគ្រោះដោយការឈ្លានពានរបស់ថៃនៅក្នុងការចាយវាយសូមកុំខ្ជះខ្ជាយហើយបើអាចកាត់ផ្នែកចំណាយខ្លះដែលមិនចាំបាច់ដើម្បីជួយប្រជាពលរដ្ឋយើងដែលជាជនភៀសសឹករងគ្រោះដោយសារតែសង្គ្រាមឈ្លានពាននឹងរឹតកាន់តែបានបនហើយជាកាយវិការដែលបង្ហាញពីការចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហារបស់ជាតិនៅពេលនៅចំពោះមុខនៃការឈ្លានពានរបស់បរទេសហើយទី2ការចំណាយទាំងឡាយនៅពេលនេះគួរតែផ្ដោតទៅលើការប្រើប្រាស់និងទិញដូរផលិតផលឬក៏សេវាកម្មដែលយើងផលិតបាននៅក្នុងស្រុកដើម្បីយើងគាំទ្រខ្មែរជួយខ្មែរទាំងជួយគ្នាក្នុងទម្រង់ជាការផ្ដល់សម្ភារៈផ្គត់ផ្គង់ហើយក៏ការជួយទិញផលិតផលក្នុងស្រុកហ្នឹងក៏ជាចំណែកមួយដ៏សំខាន់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចនៅក្នុងប្រទេសយើងផងដែរបាទសូមបញ្ជាក់ថាការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យពោធិ៍សាត់ឧត្តរមានជ័យបាត់ដំបងព្រះវិហារនិងខេត្តកោះកុងខណៈមកដល់ពេលនេះមានពលរដ្ឋចំនួនជាង 60,000 នាក់បានភៀសសឹកទៅកន្លែងមានសុវត្ថិភាព